ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយអំពីរបៀបធ្វើជ្រក់ស្វាយនេះគឺជាជ្រក់ស្វាយបែបចំនួនខ្ញុំរៀននៅសាលាបឋមរសជាតិរាងប្រៃជូរអែមហើយវិធីធ្វើងាយមែនទែនដំបូងខ្ញុំមានស្វាយចំនួន1គីឡូហើយយើងត្រូវប្រើស្វាយខ្ចីតែស្វាយរបស់ខ្ញុំនេះវារាងចាស់បន្តិចហើយបងប្អូនចង់ចិតសបកចេញក៏បានឬក៏ទុកទាំងសបកក៏បានដែរអត់អីទេបន្ទាប់មកយើងពុះវាមួយជាពីរហើយចាំយើងជ្រៀកវាជាចំណិតតូចៗល្មមតាមដែលបងប្អូនចូលចិត្តយើងកាត់វារាងវែងៗអញ្ចឹងមកដើម្បីពេលយើងធ្វើហើយក៏ងាយស្រួលយកទៅញ៉ាំបន្ទាប់ពីចិតរួចរាល់អស់ហើយចាំយើងយកវាទៅលាងហើយយើងលាង3 4 5ទឹកទៅធ្វើម៉េចឲ្យវាស្អាតឲ្យវាជ្រះជ័រជ្រះដីអីអស់រួចហើយចាំយើងទុកវាឲ្យរាងស្រស់ទឹកម្លាយសិនបន្ទាប់មកយើងដាក់ដាំទឹក1លីត្ររួចហើយយើងដាក់អំបិលហ្នឹង1ស្លាបព្រាបាយកន្លះហើយស្ករស6ស្លាបព្រាបាយរួចហើយយើងកូរចូលគ្នាឲ្យសព្វរហូតទាល់តែស្ករហើយនិងអំបិលរលាយសព្វល្អបន្ទាប់មកបងប្អូនអាចភ្លក់មើលបានទឹកហ្នឹងយើងយករសជាតិប្រៃផ្អែមតែរាងផ្អែមជាងបន្តិចរួចមកពេលដែលទឹកហ្នឹងពុះឡើងម្ដងទៀតយើងបិទហ្គាសភ្លាមហើយយើងលើកឆ្នាំងចេញពីចង្ក្រានរួចហើយយើងចាក់ទឹកដែលយើងដាំពុះបាញ់មិញហ្នឹងចូលតែម្ដងយើងអត់ទុកឲ្យទឹកហ្នឹងត្រជាក់ទេយើងចាក់វាចូលទៅក្នុងស្វាយហ្នឹងភ្លាមតែសូមកុំទាន់គ្រប់គម្របមិនថាបងប្អូនដាក់នៅក្នុងឆ្នាំងដូចខ្ញុំឬក៏ដាក់ក្នុងកន្លកែវក្នុងប្រអប់ជ័រអីណាក៏ដោយកុំគ្របវាសោះយើងទុកឲ្យត្រជាក់សិនរួចហើយចាំបិទគម្របហើយទុកក្នុងទូទឹកកកក៏បានឬក៏ទុកនៅផ្ទះបាយយើងធម្មតាក៏បានដែរត្រឹមតែមួយយប់អីហ្នឹងគឺវាចូលជាតិល្មមអាចញ៉ាំបានហើយរសជាតិវាវិញគឺដូចជាស្វាយត្រាំចំនួនកាលពី20ឆ្នាំមុនអីអញ្ចឹងណាបងប្អូនដូចដែលគេលក់នៅមុខសាលា